សួស្តីទាំងគ្នាម្ដងទៀតខ្ញុំទទួលបានសំណួរមួយពីសាសនាអនឡាញហើយចង់មកចែករំលែកជាមួយទាំងអស់គ្នាតាមបណ្ដាញសង្គមផ្សេងៗដូចជា Facebook YouTube ឬក៏ TikTok ឯជាដើមដោយសារវាជារឿងដែលយើងគួរឲ្យពិចារណានិងយកទៅស្វែងយល់បន្ថែមហើយអាចអនុវត្តបានបើសិនជាពួកយើងជួបបញ្ហាដូចគ្នាកូនសាសនាអនឡាញរបស់ខ្ញុំមួយគាត់ចង់បដូរការងារហើយគាត់សួរខ្ញុំថាតើកម្រិតភាសាចិនរបស់គាត់ហ្នឹងអាចធ្វើការងារបានខ្លះហើយឬនៅអីជាដើមអញ្ចឹងទៅហើយខ្ញុំក៏បញ្ជាក់ប្រាប់គាត់យ៉ាងខ្លីតែម្ដងថាពួកយើងរៀនបានប៉ុណ្ណាក៏ដោយពួកយើងចេះច្រើនក៏ដោយពួកយើងចេះតិចក៏ដោយពួកយើងរៀប CV ឲ្យទៅហើយទៅបន្តមកទៀតរឿងថាសម្រាប់ថាធ្វើការបានឬក៏មិនបានវាមិនមែនជាអ្វីដែលយើងត្រូវគិតទេវាមិនមែនសម័យខ្លួនយើងហ្នឹងជាអ្នកគិតថាតើយើងអាចធ្វើការនឹងបានឬក៏មិនបានទេគ្រាន់តែពួកយើងដឹងថាពួកយើងធ្លាប់បានឆ្លងកាត់ការរៀនសូត្របានខ្លះពួកយើងមានចំណេះដឹងមានបទពិសោធន៍ផ្នែកនេះពួកយើងរៀបតា CV ឲ្យទៅហើយយើងដាក់ទៅតាមគោលដៅដែលយើងគិតថាមានទំនាក់ទំនងជាមួយនឹងអ្វីដែលយើងធ្លាប់បានឆ្លងកាត់ទាំងភាសាទាំងបទពិសោធន៍ទាំងអីយើងដាក់ទៅសូម្បីតែពេលខ្លះសូម្បីតែមិនមានទំនាក់ទំនងក៏ដោយក៏យើងអាចដាក់បានដែរឲ្យតែពួកយើងមានបំណងចង់សាកល្បងហេតុអីបានខ្ញុំនិយាយកន្លែងហ្នឹងពីព្រោះខ្ញុំចង់ឲ្យពួកយើងមានផ្នត់គំនិតមួយថាការដែលសម្រេចថាយកយើងធ្វើហ្នឹងមិនមែនជារឿងរបស់យើងទេមិនមែនយើងគិតថាគេនឹងយកយើងឬក៏អត់ទេការសម្រេចដែលយកគឺសម័យអ្នកដែលជ្រើសរើសបុគ្គលិកគាត់ជាអ្នកសម្រេចអញ្ចឹងយើងរៀបតា CV ទៅហើយយើងដាក់ឲ្យគេអ្នកសម្រេចឲ្យយើងថាអូខេសមត្ថភាពរបស់យើងយកបានឬក៏មិនបានបើគេគិតថាយកបានក៏គេយកបើគេយកមិនបានក៏អត់ប៉ុន្តែបើសិនជាសំណួរសួរថាចាស់ធ្វើអញ្ចឹងយើងមិនខាតពេលវេលាវាមិនខាតពេលវេលាទេបើយើងគិតមកបែបទៅវាគឺជាបទពិសោធន៍មួយដែរយើងនឹងមានបទពិសោធន៍អូខ្ញុំធ្លាប់ទៅសម្ភាសការងារកន្លែងនេះធ្លាប់ទៅសម្ភាសការងារកន្លែងនោះហើយគេមិនយកខ្ញុំទេគេហៅបទពិសោធន៍សម្ភាសបរាជ័យអញ្ចឹងអាហ្នឹងជាបទពិសោធន៍មួយបែបហើយយើងដឹងថាអូយើងខ្វះខាតកន្លែងនេះអ្នកខ្លះខ្ញុំធ្លាប់សារអនឡាញខ្ញុំតែម្ដងគឺគាត់ដាក់ពាក្យសម្ភាសហើយប៉ុន្តែគេអត់បានសម្ភាសគាត់ទេប៉ុន្តែគេបានមកចរចាឆាតជាមួយមានថាគេនិយាយជាមួយតាម Telegram តាមអីជាដើមហើយគេនិយាយត្រង់ជាមួយគាត់តែម្ដងថាកម្រិតភាសាអូននៅមានកម្រិតដែរអត់ទាន់បានអញ្ចឹងមានន័យពួកយើងដឹងនៅពេលដែលពួកយើងបានទៅតេស្តឬក៏ពួកយើងបានតេស្តជាមួយនឹងអ្នកដែលគាត់ជ្រើសរើសជាក់ស្ដែងគឺគាត់នឹងប្រាប់យើងថាកម្រិតរបស់យើងនៅមានកម្រិតអញ្ចឹងយើងមានទឹកចិត្តមួយទៀតត្រឡប់មួយថាអញត្រូវតែប្រឹងរៀនបន្ថែមទៀតបើសិនជាពួកយើងអត់សាកល្បងពួកយើងនឹងមិនដឹងថាតើកម្រិតរបស់យើងនឹងបានឬក៏មិនបានទេប៉ុន្តែខ្ញុំគ្រាន់តែឲ្យតម្រូវមួយថាពេលខ្លះយើងដាក់ប្រសើរជាងអត់បានដាក់យើងបានរៀបចំ CV ផ្ញើទៅឲ្យគេប្រសើរជាងយើងមិនបានរៀបចំ CV ផ្ញើឲ្យគេពីព្រោះនៅពេលដែលយើងបានដាក់ទៅមានន័យយើងបានបង្កើតឱកាសមួយហើយយើងបានបង្កើតឱកាសមួយឲ្យគេហ្នឹងពិចារណាទៅលើរឿងទៅលើបេក្ខភាពរបស់យើងដែរអញ្ចឹងណាបើមិនយើងអត់ដាក់អត់តែម្ដងអាហៅក៏មិនហៅអាធ្លាក់ក៏មិនដឹងអាចោបក៏មិនដឹងតែបើមិនយើងដាក់យ៉ាងហោចបំផុតបើមិនធ្លាក់ក៏យើងដឹងថាយើងបានធ្លាក់ដែរបើមិនយើងយ៉ាងណាក៏គេបានហៅយើងដែរអញ្ចឹងទៅអាហ្នឹងវាជាផ្នែកមួយដែរហើយមួយទៀតខ្ញុំចាប់អារម្មណ៍គឺថងថាឧទាហរណ៍ទៅណាបើយើងឧទាហរណ៍គេដាក់ថាជ្រើសរើសអ្នកបកប្រែហើយគេដាក់ថាមានបទពិសោធន៍ប្រមាណទៅហើយយើងមើលទៅយើងដឹងថាខ្លួនយើងនឹងអត់ដល់ចំណុចហ្នឹងឯងយើងដឹងថាបកប្រែប្រហែលជាទៅមិនរួចទេបទពិសោធន៍ក៏នៅរៀងស្ទើរប៉ុន្តែខ្ញុំនៅតែជំរុញឲ្យដាក់មូលហេតុអីពីព្រោះពេលខ្លះបើយើងពេលដែលគេទៅហៅយើងជួបផ្ទាល់ហើយគេគិតថាយើងកម្រិតអាមុខងារមួយហ្នឹងអាតំណែងមួយហ្នឹងគឺអាចនឹងមិនត្រូវទេប៉ុន្តែគេអាចនឹងមានអាតំណែងផ្សេងដែរវាអាចថាឲ្យយើងមានឱកាសនៅក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ហើយអភិវឌ្ឍខ្លួនបដាខ្ញុំជួបច្រើនណាស់គឺពេលដែលយើងទៅខាងអូនបកប្រែអូនឯងទៅមួយទេប៉ុន្តែគេថាបើផ្នែកនេះអាចបានសូម្បីតែពេលខ្លះពួកយើងទៅគេហៅថាឧទាហរណ៍ថាអ្នកដែលគាត់បានដាក់ពាក្យទៅហ្នឹងប្រហែល10នាក់ហើយក្នុងហ្នឹងមានតែយើងម្នាក់ទេដែលធ្លាប់ឆ្លងកាត់ការរៀនខ្ញុំអត់និយាយរឿងចេះណាអ្នកខ្លះគាត់អត់ទាន់ចេះទេបើតែគាត់បានរៀនបាន1ឆ្នាំ2ឆ្នាំអីចឹងទៅតែគាត់អត់ទាន់ប្រើប្រាស់បានតែនិយាយក៏មិនបានស្ដាប់ក៏មិនប៉ុន្តែក្នុងហ្នឹងគឺគាត់ធ្លាប់បានរៀនជាងសំបីតែចំណុចប៉ុណ្ណឹងក៏យើងមានអត្ថភាពជាងគេដែរនៅពេលដែលទៅឧទាហរណ៍អ្នកផ្សេងគឺសុទ្ធតែអត់ធ្លាប់បានរៀនទេអត់ធ្លាប់បានរៀនភាសាចិនទេប៉ុន្តែយើងធ្លាប់បានរៀនខ្លះតែគាត់ឲ្យរៀនមិនទាន់ចេះអញ្ចឹងណាគេផ្ដល់អត្ថភាពឲ្យយើងដោយសារគេយល់ថាយើងយ៉ាងហោចណាស់ក៏ធ្លាប់បានឆ្លងកាត់ផ្នែកបណ្ដោះបណ្ដាលធ្លាប់បានរៀនធ្លាប់បានដឹងយល់ដឹងខ្លះដែរអញ្ចឹងណាគាត់មិនទាន់ដល់ពេលដែលអាចប្រើប្រាស់បានអញ្ចឹងអាហ្នឹងគឺជាការបង្កើតឱកាសឲ្យខ្លួនឯងឯងទោះបីជាគេមិនយកយើងក៏យើងបានបទពិសោធន៍ដែរហើយបើសិនជាយើងអត់បានដាក់សោះតម្រូវសំណួរសួរថាតើគេហៅយើងអត់បានអីហៅបើយើងអត់មានរៀបចំ CV ឲ្យគេផងតែបើសិនជាយើងបានដាក់យ៉ាងហោចណាស់ក៏គេបានហៅគេបានជួបគេអាចប្រាប់យើងថាយើងនៅស្ទើរគេអាច
ឬក៏ពេលខ្លះគេអាចនឹងផ្ដល់ឱកាសនៅតំណែងណាមួយដែលអាចថាឲ្យយើងនឹងមានឱកាសនៅក្នុងការអភិវឌ្ឍបន្ថែមទៀតបានអញ្ចឹងរឿងសំខាន់ដែលយើងត្រូវធ្វើកុំគិតថាសមត្ថភាពដល់ឬក៏មិនដល់អ្វីដែលយើងត្រូវធ្វើគឺរៀប CV សរសេរទៅតាមអ្វីដែលយើងមានចំណេះជំនាញហើយផ្ញើឲ្យគេហើយគេយកឬក៏មិនយកគេហៅយើងទៅសម្ភាសឬក៏មិនសម្ភាសជារឿងរបស់គេវាមិនមែនជារឿងរបស់យើងទេរឿងរបស់យើងគឺប្រឹងរៀនប្រឹងអភិវឌ្ឍខ្លួនហើយរៀបចំ CV ផ្ញើឲ្យគេអាហ្នឹងជារឿងរបស់យើងជាទំនួលខុសត្រូវរបស់យើងតែសម្រាប់ថាអូខេការងារហ្នឹងយើងធ្វើបានឬក៏មិនបានមិនមែនជាការងាររបស់យើងឯងមិនមែនជាទំនួលខុសត្រូវអ្វីដែលយើងត្រូវសម្រេចចិត្តទេអាហ្នឹងគឺចង់ឲ្យពួកយើងយកកន្លែងហ្នឹងពេលមុខគ្នាយើងគាត់បារម្ភច្រើនពេកដល់ពេលបារម្ភច្រើនគាត់មិនហ៊ានសាកល្បងអញ្ចឹងមិនថាឈប់បារម្ភប៉ុន្តែសាកល្បងវិញបញ្ចេញជាសកម្មភាពបើយើងបារម្ភគឺនៅមួយកន្លែងអង្គុយបារម្ភអញ្ចឹងប៉ុន្តែដល់ពេលយើងសាកល្បងមានតែយើងលែងបារម្ភយើងសាកល្បងតែម្ដងហើយមានពេលខ្លះពួកយើងឧទាហរណ៍ថាពួកយើងដាក់សម្ភាសទៅគេហៅយើងទៅសម្ភាសហើយយើងអត់ជាប់ទេយើងធ្លាក់ហើយប៉ុន្តែ CV របស់យើងត្រូវបានគេរក្សាទុកចឹងនៅពេលដែលក្នុងឱកាសណាមួយឆ្នាំក្រោយឬក៏កន្លះឆ្នាំក្រោយឬក៏2 3ខែក្រោយបើសិនជាគេរើសបុគ្គលដែលត្រូវកម្រិតរបស់គេអត់បានយើងក៏នៅតែអាចមានសង្ឃឹមដែរគេអាចនឹងតាក់ទងសួរនាំយើងម្ដងទៀតអូនឥឡូវការងារហ្នឹងអូននៅចាប់អារម្មណ៍អត់ដោយសារឥឡូវបងរើសបុគ្គលិកអត់បានទេអូនអាចមកដើម្បីបងបរិបទបន្ថែមអីជាដើមករណីហ្នឹងក៏មានដែរពួកខ្ញុំជួបផ្ទាល់ពេលខ្លះទៅសម្ភាសឡើង3 4 5ខែហើយបានគេតាក់ទងសួរនាំយើងម្ដងទៀតថាអូឥឡូវការងារមួយហ្នឹងនៅតនេមិនដែរអាចតនេមកបានអត់អីចឹងទៅអាហ្នឹងអាស្រ័យលើយើងវិញតើយើងបានការងារថ្មីនៅឬក៏យើងពេញចិត្តជាមួយការងារដែលយើងកំពុងធ្វើនៅអញ្ចឹងបើយើងអត់ទាន់ពេញចិត្តយើងចង់ផ្លាស់ប្ដូរទៀតអញ្ចឹងទៅអញ្ចឹងខ្ញុំជូនតែប៉ុណ្្នឹងទេនិយាយជាខ្លីតែម្ដងគឺបើសិនជាពួកយើងគិតថាចង់ផ្លាស់ប្ដូរការងារចង់ស្វែងរកបទពិសោធន៍ថ្មីពួកយើងឈប់គិតរឿងថាតើដាក់ទៅជាប់ឬក៏មិនជាប់តើដាក់ទៅអាចធ្វើបានឬក៏មិនអាចធ្វើបានរឿងធ្វើបានមិនអាចធ្វើបានគឺជាការសម្រេចចិត្តរបស់អ្នកម្ចាស់ក្រុមហ៊ុនរបស់ HR របស់ក្រុមហ៊ុនគេមួយគេនឹងតេស្តយើងជាក់ស្ដែងគេនឹងដឹងថាយើងធ្វើបានឬក៏មិនធ្វើបានពេលខ្លះគេអាចនឹងផ្ដល់ឱកាសឲ្យយើងពេលខ្លះគេអាចនឹងណែនាំយើងពេលខ្លះយើងមិនបានអីទាំងអស់ប៉ុន្តែយើងបានបទពិសោធន៍នៃការសម្ភាសន៍មួយបែបដែរថាអូយើងធ្លាប់បានសម្ភាសន៍ហើយសម្ភាសន៍របស់យើងគឺសម្ភាសន៍បរាជ័យធ្លាក់ហ្នឹងគឺធ្លាក់ធម្មតាដោយសារចំណុចនេះ1 2 3អញ្ចឹងចំណុចទាំងអស់ហ្នឹងយើងយកមកអភិវឌ្ឍខ្លួនបន្ថែមណាចឹងខ្ញុំជូនប៉ុណ្ណឹងចំពោះសំណួរហើយខ្ញុំជឿជាក់ថាគ្នាយើងមួយចំនួនក៏អាចមានសំណួរឬក៏បញ្ហាស្តៀងគ្នានឹងដែរអញ្ចឹងពួកយើងអាចយកពិចារណាបើសិនជាមានអីចង់ជជែកពួកយើងអាច comment នៅក្រោមវីដេអូយើងនឹងជជែកគ្នានៅវីដេអូបន្តទៀតណាចឹងខ្ញុំបញ្ចប់វីដេអូនឹងប៉ុណ្ណឹងហើយយើងចាំជួបគ្នានៅវីដេអូក្រោយអរគុណ